ដំរីយកដៃយកមិញនេះបានទាំងសងសឹកបានទាំងខ្សែក្រវ៉ាត់បានទាំងមួយបន្ទុកជូនលោកគ្រូទៀតជម្រាបសួរក៏សួស្តីពុកម៉ែបងប្អូនដែលនិយមតាមដានរាល់វីដេអូ admin ការប្រកួតគូទី2ក្នុងកម្មវិធី The Battle of the Kingdom គឺគូទី2យប់មិញនេះគឺបងប្អូនប្រហែលជាបានដឹងហើយជ័យជំនះបានទៅលើពេជ្រប៊ុនសិតហើយការប្រកួតរវាងពេជ្រប៊ុនសិតនិងធុនអ៊ីងឡេងយប់មិញនេះ5ទឹកពេញយ៉ាងស្វិតស្វាញនៅលើសេវៀនហើយលទ្ធផលគឺពេជ្រប៊ុនសិតអាចយកបន្ទុកជូនលោកគ្រូឆ្នើមបានមកបន្ទុកហើយបងប្អូនអញ្ចឹងក្នុងកម្មវិធី The Battle of Three Kingdom នេះគឺគូទី2ពេជ្រប៊ុនសិតយកបានមកបន្ទុកចាំអត់មើលនៅពីររូបទៀតបងប្អូនគឺសិស្សលោកគ្រូឆ្នើមនៅពីររូបទៀតពេជ្រអាទិទេពជាមួយនឹងពេជ្រសម្បត្តិនៅខែ6នេះហើយបងប្អូនអញ្ចឹងចាំមើលថាគាត់អាចយកពីបន្ទុកជូនលោកគ្រូទៀតអត់ក៏លេចទៅមើលការប្រកួតរបស់ពេជ្រប៊ុនសិតរវាងធុនអ៊ីងឡេងយប់មិញនេះគឺ5ទឹកពេញនៅលើសេវៀនបងប្អូនដំរីយកដៃបានទាំងសងសឹកបានទាំងខ្សែក្រវ៉ាត់បានទាំងមកបន្ទុកជូនលោកគ្រូឆ្នើមទៀតបងប្អូនព្រោះការប្រកួតយប់មិញនេះគឺជាការប្រកួតដ៏សំខាន់សម្រាប់លោកគ្រូនិងក៏សម្រាប់ដំរីយកដៃដែរបងប្អូនតែការប្រកួតនេះកីឡាករបានលុយលោកគ្រូបានឡានអញ្ចឹងយើងបញ្ជាក់ឲ្យឃើញថាកីឡាករនឹងដាក់ចិត្តខំប្រឹងយកបន្ទុកជូនលោកគ្រូអញ្ចឹងណាអញ្ចឹងដំរីយកដៃយកមិញនេះគាត់ធ្វើបានហើយបងប្អូនហើយបងប្អូនយល់យ៉ាងណាដែរសម្រាប់ការប្រកួតដ៏ស្វិតស្វាញរបស់ដំរីយកដៃជាមួយនឹងធុនអ៊ីងឡេង5ទឹកពេញហ្មងបងប្អូនប៉ុន្តែឃើញមុននឹងការប្រកួតមានការវែងញែកក្នុងការប្រកួតពេជ្រប៊ុនសិតរវាងធុនអ៊ីងឡេងនេះបងប្អូនព្រោះតែជាដៃគូចាស់ហើយលើកមុនគឺអត់ទាន់បានឈ្នះធុនអ៊ីងឡេងទេ3ប្រកួតគឺអត់ទាន់ឈ្នះទេបងប្អូនដំរីយកដៃគឺចាញ់ធុនអ៊ីងឡេងអញ្ចឹងបងប្អូនខ្លះក៏គាត់ទស្សន៍ទាយថាពេជ្រប៊ុនសិតនៅតែបន្តចាញ់ធុនអ៊ីងឡេងនៅតែអាចនឹងសន្លប់របស់ធុនអ៊ីងឡេងបងប្អូនខ្លះគាត់ខមមិនថាពេជ្រប៊ុនសិតនឹងស្រង់ដើមទាំងការទាំងដើមត្រឡប់មកវិញនឹងយកជ័យជំនះនឹងលុបអតីតកាលដែលមិនធ្លាប់ឈ្នះធុនអ៊ីងឡេងបងប្អូនអញ្ចឹងឥឡូវដំរីយកដៃយកមិញនេះគាត់ធ្វើបានហើយក៏ជាការប្រកួតដ៏សំខាន់មួយដែរអញ្ចឹងសម្រាប់មកក្នុងកម្មវិធី The Battle of Three Kingdom នេះលោកគ្រូឆ្នើមបានមកបន្ទុកហើយបងប្អូននៅចាំអត់មើលកបិព្រៃជាមួយនឹងពេជ្រអាទិទេព2នាក់ទៀតបងប្អូនអញ្ចឹងបងប្អូនចាំអត់មើលទាំងអស់គ្នាតើលោកគ្រូឆ្នើមអាចមានឱកាសយកឡានចូលក្លឹបបានអត់បងប្អូនមកវិញគឺសិស្សបងដំរីយកដៃសងសឹកក៏បានខ្សែក្រវ៉ាត់ក៏បាននឹងបានយកបន្ទុកជូនលោកគ្រូឆ្នើមក្នុងយប់មិញនេះហើយចឹងពុកម៉ែបងប្អូនកុំភ្លេចចាំអត់មើលទាំងអស់គ្នានៅខែ6នេះរវាងកបីព្រៃពេជ្រសម្បត្តិជួបនឹងធុនមេងហុងយ៉ាស៊ីនជួបជាមួយនឹងពេជ្រអាទិទេពអញ្ចឹងបងប្អូនគិតថាភាគរយខាងណាច្រើនជាងសម្រាប់2គូនិងសិស្ស2នាក់របស់ក្លឹបលោកគ្រូឆ្នើម